ចូលដល់ខែភ្លៀងហើយបងប្អូនឧស្សាហ៍ត្រួតពិនិត្យមើលប្រេងប្រញង់ម៉ូតូរបស់ម៉ូតូអូតូបងប្អូនផងណាប្រេងប្រញង់ម៉ូតូមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជួយផ្សើមប្រញង់ក្រោយឲ្យដំណើរការបានល្អហើយនៅពេលដែលយើងជិះនៅលើផ្លូវដែលមានទឹកលិចទឹកអាចនឹងចូលតាមhơiខ្យល់និងជ្រាបចូលទៅដល់ក្នុងសំណុំប្រញង់ក្រោយបាននៅពេលនោះវានឹងធ្វើឲ្យខូចទៅដល់គ្រឿងបង្គុំប្រញង់ក្រោយទាំងអស់ហើយស្ដែងចេញនៅសម្លេងលាន់ខ្លាំងខុសប្រក្រតីជាដើមហើយការផ្លាស់ប្ដូរគ្រឿងគឺចំណាយលុយច្រើនមែនទែនតែឈប់សិន បងប្អូនអាចយកម៉ូតូមកត្រួតពិនិត្យឲ្យទាន់ពេលបានជាទូទៅប្រេងប្រញង់2ឆ្នាំបានគេដូរប្រេងប្រញង់ចេញម្ដងប៉ុន្តែបើសិនជាបងប្អូនជិះកាត់ទឹកគ្រៀងជ្រៅបងប្អូនគួរតែយកម៉ូតូមកត្រួតពិនិត្យប្រេងប្រញង់ចេញបើសិនជាប្រេងប្រញង់នោះខូចយើងគ្រាន់តែដូរប្រេងប្រញង់ចេញទៅគឺបានហើយចំពោះតម្លៃប្រេងប្រញង់វិញគឺត្រឹមតែ9,000រៀលតែប៉ុណ្ណោះហើយចំពោះការត្រួតពិនិត្យវិញគឺអត់មានការគិតលុយទេបងប្អូនអញ្ចឹងបងប្អូនគួរតែយកម៉ូតូមកត្រួតពិនិត្យនៅហាងលក់ម៉ូតូពិនទីបានដំបងយើងខ្ញុំបានណាអរគុណបាយបាយ